ថ្ងៃនេះខ្ញុំមកចែកម្លែកតតងអ្នកដែលចូលចិត្តធ្វើសម្លេង AI អញ្ចឹងខ្ញុំមាន tool មួយឈ្មោះថាGoogle AI Studio អញ្ចឹងគាត់វាយចូលមកអញ្ចឹងយើងចូលកន្លែងនេះចុច get start មកអញ្ចឹងនៅក្នុងនេះយើងមាន function ជាច្រើនណាគោលដៅរបស់យើងគឺបង្កើតសម្លេងអញ្ចឹងយើងចូល click កន្លែងលើនេះមក agentic preview នេះមកហើយយើងជ្រើសរើសពាក្យថា audio បន្ទាប់មកយើងយកពាក្យversion អូខេនេះគឺ version ចាំចេញតែខ្ញុំចង់តេស្តទៅ version 3.1 នេះយើង click លើនឹងមកយើងមានចំនួនតទៅ input output ទៀតណាអូខេអញ្ចឹងនៅកន្លែងនេះគឺ template អញ្ចឹង template ហ្នឹងគឺអ្នកនាងចង់ជ្រើសរើស template មួយណាឲ្យឧទាហរណ៍យើងចង់និយាយទៅ assistant តែចង់និយាយទៅនឹងរឿងនិទានចង់និយាយទៅនឹង voice advertise ឬក៏យើងបង្រៀនឬក៏ game អីអញ្ចឹងឬក៏អីផ្សេងអញ្ចឹងយើងជ្រើសមកឥឡូវខ្ញុំឧទាហរណ៍នេះមើលមួយខ្ញុំជ្រើសរើសនិទានរឿងយើង click លើនឹងមកអញ្ចឹងខាងលើនេះគឺ scene នេះយើងអាចទៅសេប្រមបញ្ចូលមានន័យថាក្នុងស្ថានភាពបែបណាអញ្ចឹងហើយ context នេះអញ្ចឹងវា default យើង list default វាមកហើយកន្លែងនេះគឺអ្វីដែលយើងដាក់ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ខ្ញុំតេស្តជាមួយខ្មែរភាសាខ្មែររបស់យើងអូខេអញ្ចឹងបន្ទាប់មកយើងមើលកន្លែង model setting នេះនឹងឃើញទេចុចកន្លែងអានេះ speaker យើងអាចជ្រើសរើសបានជ្រើសរើសអ្នកនិយាយហើយយើងតេស្តស្ដាប់មើលទៅខ្ញុំជ្រើសរើសមួយហ្នឹងហើយខ្ញុំជ្រើសរើស style មកឧទាហរណ៍យើងចង់បាន style emphasize មកតបមកយើងធ្វើការហើយយើងចុចខាងក្រោមនេះណាអ្នកនាងនេះចុច run ឡើងនេះខ្ញុំចុច run មកកាលពីព្រេងនាយក្រោមស្រមោលប្រាសាទបុរាណដែលគ្របដណ្ដប់ដោយវល្លិមានអាចកំបាំងមួយដែលត្រូវបានលាក់ទុកពីពិភពលោកអ្នកស្រុកតែងតែខ្សឹបប្រាប់គ្នាពីពន្លឺចម្លែកសលេងប្រុសឥឡូវខ្ញុំចង់បានសលេងស្រីវិញហើយយើង search សលេងមកអូខេតមកខ្ញុំចុចម្ដងទៀតចង់នឹងសលេងស្រីបែបម៉េចចឹងណានេះអាចជ្រើសរើសបានណាអាចជ្រើសរើសសំឡេងបានហើយជ្រើសដាក់ style ដាក់ tone នៅតាមដែលយើងចង់បានទៅកាលពីព្រេងនាយក្រោមស្រមោលប្រាសាទបុរាណដែលគ្របដណ្ដប់ដោយវល្លិមានអាចកំបាំងមួយដែលត្រូវបានលាក់ទុកពីពិភពលោកអ្នកស្រុកតែងតែខ្សឹបប្រាប់គ្នាពីពន្លឺចម្លែកដែលភ្លឺភ្លេកក្នុងព្រៃជ្រៅនាពេលរាត្រីតើអ្នកចង់ដឹងទេថាតើពន្លឺនោះជារបស់អ្វីស្ដាប់ឲ្យច្បាស់ខ្ញុំនឹងនិទានរឿងនេះប្រាប់អ្នកអូខេអញ្ចឹងឃើញទេអាចនិយាយខ្មែរបានប៉ុន្តែកន្លែងខ្លះយើងត្រូវកែពាក្យដែរដើម្បីឲ្យនិយាយទៅត្រូវពាក្យខ្មែរដូចជា voice អញ្ចឹងជាដើមអញ្ចឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសង្ឃឹមថានេះអាចសាកល្បងធ្វើបានដោយខ្លួនឯងបង្កើតសំឡេងដែលយើងចង់បាន